ស្វាគមន៍ទាំងអស់គ្នាទាំងទីជិតទីឆ្ងាយអាមេរិកបារាំងកាណាដាអូស្ត្រាលី Nova Zealand Switzerland Belgium ទាំងអស់គ្នាជប៉ុនថៃកម្ពុជាវៀតណាមស្វាគមន៍ទាំងអស់គ្នា នេះជានេតិសៀងសាអក្សរធម៌ក្នុងកម្មវិធីទំពាំងស្នងរស័យអន្តរសម័យវយុវភាពកិច្ចពិភាក្សាស្ដីអំពីអាចោត្រូវបញ្ចប់និទានភាពដើម្បីកម្ពុជារស់ឈ្មោះត្រសាយដើម្បីកម្ពុជារស់ឈ្មោះត្រសាយលេខ272លេខ272ឯករាជ្យពីបារាំង9វិច្ឆិកា1953ជាឯករាជ្យคล้ายៗមិនបរិសុទ្ធឯករាជ្យពីបារាំង9វិច្ឆិកា1953ជាឯករាជ្យคล้ายៗមិនបរិសុទ្ធទី1មាននឹមអាណានិគមជាច្រើនដាក់លើកខ្មែរក្នុងចំនួនបារាំងយើងគិតពីចំនួនបារាំងយើងគិតពីត្រឹមណាមកពី1863 ដល់1953 90ឆ្នាំហៅថាជំនាន់បារាំងទាំងអាណាព្យាបាលទាំងអាណានិគមអាណាព្យាបាល20ឆ្នាំគឺពីឆ្នាំ1863ដល់1883នឹងហៅអាណាព្យាបាលហើយបានពី1883ដល់1953 70ឆ្នាំនេះហៅថាអាណានិគមអញ្ចឹងយើងបូកទាំងអាណាព្យាបាលទាំងអាណានិគមហៅថាជំនាន់បារាំងយើងចេះចែកគ្នាឲ្យដាច់ចឹងណាហៅទាំងពីរហ្នឹងហៅថាជំនាន់បារាំងប៉ុន្តែបើយើងបែបប្រម៉ែកវាប្រម៉ែកថាអាណាព្យាបាលមួយអាណានិគមមួយអញ្ចឹងក្នុងចំនួនបារាំង90ឆ្នាំនេះមាន បរទេសជាច្រើនចាប់ពី2ឡើងទៅយើងហៅច្រើនហើយដែលចូលដាក់អាណានិគមហៅថានឹមអាណានិគមនិយាយទៅតាមនឹងហៅនឹមអាណានិគមមានបរទេសជាច្រើនចូលដាក់នឹមអាណានិគមលើកខ្មែរក្នុងចំនួនបារាំងឬក៏សម័យបារាំងដូចជាបារាំងអាណានិគមបារាំងអាណានិគមចិនអាណានិគមសៀមអាណានិគមយួនពួកនេះសិតតែចូលដាក់អាណានិគមចូលទៅត្រួតត្រាហូហែអញ្ចឹងសម័យទាំងអស់នោះអ្នកទាំងអស់នោះហៅថាអាណានិគមទី2ពេលនោះសម្ដេចនរោត្តមសីហនុទ្រង់ដឹកនាំតស៊ូទាមទារសុំឯករាជ្យពីបារាំងអ្នកណាក៏ដឹងហើយកាលសីហនុសោយរាជរួចទាមទារឯករាជ្យពីបារាំងស្ដាប់ពាក្យនេះឲ្យបានសម្ដេចសីហនុទាមទារសុំឯករាជ្យពីបារាំងសុំឯករាជ្យពីបារាំងមិនមែនសុំឯករាជ្យជាតិទេបារាំងក៏ទី3ថ្ងៃ9វិច្ឆិកា1953បារាំងប្រគល់ឯករាជ្យឲ្យខ្មែរដោយបំណងនេះស្រាប់ត្រង់ទៀតចុះសូមទាមទារឯករាជ្យពីបារាំងដល់ថ្ងៃ9វិច្ឆិកា1953បារាំងប្រគល់ឯករាជ្យឲ្យខ្មែរនេះជាហេតុផលអ
chẳng xâm đạch xây nút xâm ai kì rịch bị bà răng bà cô ai kì rịch ở khmai ní chỉ hạt pháo đôi khnia xâm đạch xây nút ọt ban xâm tiêm tía ai kì rịch chia tê ọt tê hay bà răng có mình ban bà cô ai kì rịch chiết ở khmai đây cứ bà cô ta âm nai đọc đẹp luôn cục cồng khmai để luôn thập cục cồng khmai đấy đỏ thật đỏ nâm mà nào thì cũng bà răng đỏ nâm luôn ai đấy kênh bị cò khmai bà này thá chốc truột ra khmai tì thầy chẳng bà răng bà cô ai ghê ở khmai nô bà này thá bà răng đỏ nâm truột ra rồi bọc luôn kênh bị cò khmai chốc truột ra khmai tì thầy chẳng ọt miền hạt phal na tuần tại sao đây là dây thá khmai ban ai ghê công này dây rồi biết nâng ở sao nè là dây trâu chết đấng chuột công này dây chẳng đôi Americ ban ai ghê thằng tỷ 4 khai cả đà năm 1776ឈ្មោះថា Americ បានឯករាជ្យគឺឯករាជ្យទាំងអស់បណ្ដោយអត់មានអ្នកណាត្រួតទីទេអត់មានត្រួតទីទេមានប្រមាណនឹម1ក្តី2ក្តីគឺថ្ងៃនោះគឺអាមេរិកបានឯករាជ្យទាំងអស់តែម្ដងអត់មានអ្នកណាវិនវៈទីទេអានេះហៅថាអាមេរិកបានឯករាជ្យចំណែកខ្មែរថ្ងៃ9វិច្ឆិកាអត់និយាយបានទេថាខ្មែរបានឯករាជ្យពីព្រោះបារាំងដកនឹមអាណានិគមពីកខ្មែរតែពួកដតីទៀតមានដកឯណាចឹងការនិយាយកុំឲ្យក្មេងក្រក់ជំនាន់ក្រោយច្រឡំខ្មែរបានឯករាជ្យហើយតើ9វិច្ឆិកាឯករាជ្យពីបារាំងមិនមែនឯករាជ្យជាតិពីព្រោះយួនចិនសៀមណាណីទៀតមានដកឯណាដកថាបារាំងមួយតើដូច្នេះអ្នកដែលនិយាយថាខ្មែរបានឯករាជ្យ9វិច្ឆិកា53កុំនិយាយទៀតកុំថាទៀតកុំបំពុលសង្គមកុំជួយសម្រាប់ច្បាប់ចោលសៀមយួនចិនដែលវានៅមិនដកអាណានិគមរហូតដល់រាល់ថ្ងៃដូច្នេះហាមហើយហាមទៀតកុំនិយាយថា9វិច្ឆិកាខ្មែរបានឯករាជ្យឲ្យសោះបើចង់ថាអញ្ចឹងត្រូវថា9វិច្ឆិកាខ្មែរបានឯករាជ្យពីបារាំងថែមកន្ទុយមួយទៀតបារាំងបើអ្នកមិនចេះថាប៉ុណ្ណឹងទេកុំនិយាយរឿងខ្មែរឈប់និយាយទៅបើចង់ថាត្រូវថាខ្មែរបានឯករាជ្យពីបារាំងនៅយួននៅចិនមានដកឯណានៅសៀមមានដកឯណាពួកនោះសិតដាក់អាណានិគមលើស្រុកខ្មែរតាកុំមើលឃើញតែមួយខាងបាទជាទី3ទី4ខ្ញុំភ្លេចបានគាត់ទី4ខែកក្កដាឆ្នាំ1954មានសន្និសីទហ្សឺណែវស្ដីពីកម្ពុជាខ្ញុំដាក់ខែកក្កដាប្រហែលជាថ្ងៃ27មួយទៅវាយនេះដាក់មើលផងមួយមើលដូចជាថ្ងៃ27កក្កដាខ្ញុំភ្លេចថ្ងៃមិនដាក់ជួយរកមកផងមើលថ្ងៃប្រជុំនៅសន្និសីទ2ថ្ងៃវាយល់តែថ្ងៃបានណាសន្និសីទហ្សឺណែវដូចថ្ងៃ27ទី4នៅនេះខ្ញុំដាក់តែខែកក្កដាទី4ខែកក្កដា1954មានសន្និសីទហ្សឺណែវស្ដីពីកម្ពុជាទី5យួនដែលបានចងក្រងជាសហព័ន្ធឥណ្ឌូចិនពីឆ្នាំ1951រួចហើយនោះក៏បញ្ជូនកូនជឹងរបស់ខ្លួនឲ្យមកចាំទទួលផលគឺសេចក្តីសម្រេចពីសន្និសីទនេះដែរពេលហ្នឹងសម្ដេចសេនុបញ្ជូនគណៈប្រតិភូទៅយួនក៏បញ្ជូនទៅដែរវាបញ្ជូនទៅដែរបញ្ជូនដើម្បីអីដើម្បីតែដណ្ដើមយកសន្និសីទนั้นសម្រេចឲ្យសម្រេចទៅវាថាវាកម្ពុជាថាវាខ្មែរអាគណៈបកប្រជាជនបដិវត្តខ្មែរនោះវាទៅដែរអង្គឆ្លោះគ្នារឿងនឹងទៅទៀតព្រោះពីទៅទទួលនោះប៉ុន្តែទី6តែសំណាងល្អដោយសន្និសីទហ្សឺណែវនេះបានប្រគល់កម្ពុជាឲ្យខ្មែរឬថាថ្វាយសម្ដេចនរោត្តមសីហនុហ
ហើយតម្រូវឲ្យដកបរទេសទាំងអស់ចេញពីកម្ពុជាចំណែកបកលសិទ្ធិអំណាចគឺឲ្យមកខាងសេនុហើយតម្រូវឲ្យដកបរទេសទាំងអស់ចេញពីកម្ពុជានេះបានសេចក្តីថាយូននឹងអាពុអាយ៉ងនេះវាជឿជែកតាំងពីនឹងមកវាមិនធម្មតាទេវាមិនទៅឃើញរាល់ថ្ងៃណាវាមិនទៅមករាល់ថ្ងៃ7មករាណាវាយូរហើយវាតែអញ្ចឹងខូចណាស់ពួកនេះ7ថ្ងៃ16មេសា1955សម្ដេចនរោត្តមសីហនុដាក់រាជថ្វាយព្រះបិតាព្រះនាមនរោត្តមសុរាមរិទ្ធមកធ្វើប្រមុខរដ្ឋមកពីព្រះអង្គមិនសពព្រះតីបើយើងនិយាយធម្មតាថាមិនពេញចិត្តមកពីព្រះអង្គមិនសពព្រះតីឬថាមកពីមិនពេញចិត្តដបិតនឹងដជើងបស្រៈអេដល់តប្របាទនេះពាក្យវាមាន2ដជើងបស្រៈអេដល់តហើយនឹងតជើងបស្រៈអេដល់តវាច្រឡំគ្នាមួយដបិតមួយដបិតអញ្ចឹងអត់ដបិតដនេះដជើងបនេះបានន័យថាព្រោះពីព្រោះហើយអាតជើងបស្រៈអេនឹងបានន័យថារិទ្ធបិតបរិវារស័ព្ទទេរិទ្ធបិតអូខេតបិតបារាំងថ្វាយឬប្រគល់ឯករាជ្យคล้ายមិនបរិសុទ្ធព្រះអង្គមិនយល់ព្រមទេអូខេមិនបានមិនយល់ព្រមទី1ឯករាជ្យតែខាងប្រជាជនគ្មានសង្គ្រាមគ្មានចម្បាំងអានេះទី1ឯករាជ្យដែលឲ្យនឹងឲ្យមែនប្រជាជនអត់មានចម្បាំងទៀតទេតែបារាំងឲ្យថ្ងៃ9វិច្ឆិកានោះណាមិនបានព្រះអង្គមិនពេញចិត្តទី1ឯករាជ្យតែខាងប្រជាជនឯករាជ្យបានន័យថាម៉េចបានន័យថាអត់មានចម្បាំងអត់មានសង្គ្រាមហើយទី1ទី2ក្រសួងការពារជាតិអត់ឯករាជ្យក្រសួងការពារជាតិពី53អីមកហ្នឹងពីដែល53 54អីមកហ្នឹងអត់ឯករាជ្យព្រោះនៅតែមានបរទេសលោកលន់នៅក្នុងប្រទេសព្រោះអត់ចេញយ៉ាងទី2គឺក្រសួងការពារជាតិមិនឯករាជ្យទី3ក្រសួងហិរញ្ញវត្ថុអត់ឯករាជ្យទៀតក្រសួងហិរញ្ញវត្ថុខាងប្រកាសហ្នឹងអត់ឯករាជ្យទេខ្មែរអត់មានសិទ្ធិកាន់ទេអញ្ចឹងហិរញ្ញវត្ថុអត់ឯករាជ្យទេទី4ខាងការទូតក៏មិនឯករាជ្យចារកិច្ចក៏នៅចារកិច្ចអត់ចេញទេហើយបរទេសដែលជាម្ចាស់អាណានិគមនឹងយួននឹងក៏អត់ចេញសៀមក៏អត់ចេញយួនក៏អត់ចេញនេះជាហេតុធ្វើឲ្យព្រះអង្គដាក់រាជដែលធ្វើយើងចេះពិចារណាថាបើព្រះអង្គទាមទារឯករាជ្យពីបារាំងហើយបារាំងប្រគល់ឯករាជ្យនៅឆ្នាំ53ហើយហេតុអីព្រះអង្គដាក់រាជឆ្នាំ55គឺមកពីបញ្ហាទាំង3ហ្នឹងការទូតមិនឯករាជ្យក្រសួងការពារជាតិមិនឯករាជ្យហិរញ្ញវត្ថុមិនឯករាជ្យអញ្ចឹងបានព្រះអង្គដាក់រាជដោយសាររឿងហ្នឹងនេះយើងចេះសង្កេតហៅថាស្វែងយល់ទី4ខាងការទូតមិនឯករាជ្យចារកិច្ចនៅពេញណាពេញណីវាចូលទៅវារាយដែលយូនវាចូលទៅតាំងពីរាយទៅនៅរាយប៉ាយតាំងពីឆ្នាំ1883អីណាយូនចូលទៅបង្កើតចារកិច្ចហូហែឆ្នាំ54អីហ្នឹងសិតតែបង្កើតចារកិច្ចនៅពេលហ្នឹង
hay việc ăn tàu tiền chẳng ai cha ra cây có vợ ăn chanh yun nó có vợ ăn chanh hay bảo tép xanh tiết có ăn chanh này hai chia hai thua ai bảo đã trâu tại đại riêng thua ca to su tiệt pro ai kể mình bảo sọt pro ai kể đại parang oi cứ ai kể khai khai rừng anh này nè bày mạ kỹ đằng kê riêng kỹ đằng bộ khang lon nó trong sân kết mơ hai ắt miền ai cái xa na bằng riêng rừng anh nâng tề xong bây giờ cái oi bò tề tranh bị đập làm dây 2-7 khang lon nó ở thằng đằng phòng bạn là tha bờ kéo sao là cái khô luôn ấy ăn thôi ấy chứ vì sao thầy anh đánh dồn đánh dây dồn vai ta bay khai chua còn sau cô khai nó chứ là út và con bạn này bay mà kia chui tụp nó phè dồn vai ta bạn bay khai bong chua đó bạn tầm bò bạn út và cái là út tí buôn mà đang tiết khang ca tút mà này kia cứ trả cách còn nấu anh này cũng bỏ tép xem tiết có ở trình tiếp 7 ở 7 khai đọc 4 thanu 1955 សម្ដេចនរោត្តមសីហនុដាក់រាជដាក់ហើយណា14ធ្នូ14ធ្នូ1955សម្ដេចសីហនុដាក់រាជnói xe nó đại riêng và cho máu với đại biệt sông sân đây xe nó đại riêng hai đại biệt sông trôi chia sầm mà trước ông ca giả và chỉ chuyện không khai không trăm hai pram nữa nè rồi buồn viện nè trăm hai pram nè rồi buồn viện nè sân rất dư nay của trăm nâng sân này xe nút đại riêng của trăm nâng không khai nâng điện chụp chụp ta khné đó hãy đặc biệt xong trôi chia sầm mà trước ông ca giả chỉ chuyện tìm buồn ông ca giả bị chia chết đầm rau ói thua sự thể tệ bị chia chuẩn ói thua ra thạ thầm nói nâng ói cú phản tì bờ tê khăn người dễ cá đọc chân nằm ói thua ra thạ anh ấy ói không khối ngày khai cơ như ông dây tiền ói đầm bầy ôm lực càng đặc biệt xong trôi ông ca giả bị chia chết ông ca tháp chế chết gọi thua được bỏ bầy thì mũi cứ sự tệ tệ bị chế chuẩn miền Pồ Man thì phí ra thạ thầm nói ra thạ thầm nói ấy chẳng thế nào thì bấy phản tì bật tê nó ở thua bầy đó hãy ở thua đọc nằm ắt đôi xiêm đi sim chana mà quan bùn bùn sai sập muối ông ca tháp chỉ chết cả chana mà quan bùn bùn sai sập pram chana mà quan bùn bùn sai sập muối sim cái là xây một là phải chỉ bay bùn máu ông ca tháp chỉ chết ở châu sầm mà trực liềm đòi miên và răng chui thua anh ra cùng chừng này khmé đã bị sống trong ở như là hà pram đó đã gây cầm nát ở thua được bỏ bấy ở xe ra thạ tầm nói ở thua sẽ thể tệ bị gì chuan hai năm phản tỷ hai trong bay mục ní ở thua đọc chân nằm kết tới bị hà pram đó học pram ở thua đọc chân nằm tớสำหรับโยกกัมพูชีเอาโจลเชียสมาชิกองค์การสหประชาชาติในจนล้อปีชนะมาปนปุ่มบุญ163ดอลชนะมาปนปุ่มบุญ169
chẳng không ai dưỡng đã bị xong chôn xong mà chất bị hạ pram tôi là đòiឆ្នាំ1963ឬពី63ដល់9 63ក៏មិនប្រកាស64ក៏មិនប្រកាស65ក៏មិនប្រកាសតែក្នុងចន្លោះហ្នឹងចន្លោះពី1963ទៅ1969អង្គការសហប្រជាជាតិកំណត់ទទួលយកកម្ពុជាចូលធ្វើជាសមាជិកហើយបកទៅអាហារ5វិញបកទៅឆ្នាំដែលដាក់ពាក្យវិញអញ្ចឹងជាផ្លូវការឈ្មោះថាកម្ពុជាបានចូលសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ1955ទី10ឆ្នាំ1955បារាំងចេញទៅពីកម្ពុជាម្ដងទី10ឆ្នាំ1955បារាំងចេញពីកម្ពុជាទៅហើយចេញណា55ហ្នឹងសន្និសីទសឺណែវកំណត់ឲ្យបរទេសទាំងអស់ទៅចេញបារាំងដកនៅមកចេញមែនប៉ុន្តែយួនអត់ចេញសៀមអត់ចេញចិនអត់ចេញចិននេះណាជាមេឈ្លានពានបែបត្រជាក់រុញគេចង់ដឹងរុញណាចិនរុញណាសៀមមកពីណាយួនមកពីណាឥឡូវសៀមយួនណៃណាចិនណៃណាមើលចឹងមើលហេតុផល10ឆ្នាំ1955បារាំងចេញពីកម្ពុជាទៅហើយពេលដែលបារាំងចេញទៅឈ្មោះថាអាណានិគមនិយមបែបចាស់អ្នកប្រៃម៉ាគីគេរៀនរឿងហ្នឹងតែមិនរៀនទាំងអស់ទេមិនរៀនទាំងអស់តែគ្នាទេនៅពេលដែលបារាំងចេញទៅឈ្មោះថាបារាំងជាអាណានិគមនិយមបែបចាស់បើមានអាចារ្យវាត្រូវតែមានអាថ្មីមិនចឹងហ៎អីចុះអាណានិគមនិយមបែបថ្មីនោះជាណាគឺចំណែកអាណានិគមនិយមផ្សេងទៀតដូចជាចិនសៀមយួនជាដើមហៅថាអាណានិគមនិយមបែបថ្មីព្រោះវាអត់ចេញអញ្ចឹងអានឹងវាបន្តទៀតវាបន្តដាក់នៅអាណានិគមទៀតវាមិននៅដោយស្ងៀមទេឃើញទេឃើញមន្ទីររដ្ឋសភានៅស្រុកខ្មែរឆ្នាំ55ទេមិនបង្កើតរដ្ឋសភារដ្ឋាភិបាលសង្គមរដ្ឋាភិបាលសង្គមរាជនិយមសេនុនោះមិនចាប់រាប់ពី55មកក្នុងសភាថាម៉េចកុំឆ្លោះនឹងស្រីកុំក្តីនឹងចិនអត់បានទេព្រោះចិននៅរដ្ឋសភានោះអញ្ចឹងហើយបានជាខ្មែរទៅក្តីមិនដែលឈ្នះអាណានោះដែលឈ្នះអាណាខ្មែរពីកលនោះទៅក្តីនោះដោយសារអីដោយសារថាកុំឆ្លោះនឹងស្រីកុំក្តីនឹងចិនគេកាន់ការនឹងហើយពូនិស្សិតទៅពីបារាំងចិនតាកយកធ្វើកូនភាសាអស់អញ្ចឹងមន្ត្រីអស់នោះជាកូនភាសាចិនទាំងអស់អញ្ចឹងចិនគេធ្វើអីសពបែបសពយ៉ាងតាំងពីសាលារៀនឡើងទៅមានខ្មែរណាដែលទៅកាន់ការសាលារៀនគឺចិនកាន់ការខាងរដ្ឋបាលសម័យនោះពី55មក70ជិះជន់ណាស់ពួកមន្ត្រីរាជការចំនួននោះខុសខើណាស់ចិនកាន់កិច្ចការរដ្ឋបាលយួនកាន់កិច្ចការអីយួនកាន់កិច្ចការសេដ្ឋកិច្ចត្រីកាន់ខាងត្រីឃើញនៅតាមកំពង់ភ្លុកតាមអីនៅតាមទន្ទឹមទន្លេទេនឹងមិនអាណានិគមយ៉ាងដូច្នេះអាណានិគមនេះពួកចិនពួកយួនពួកសៀមដែលវាអត់ចេញពីស្រុកខ្មែរនេះតាមពិតវាត្រូវចេញតាំងពី55នោះវាអត់ត្រូវនៅបាងកកអត់ត្រូវនៅអយុធ្យាអត់ត្រូវនៅស៊ីសកេតបរិយារ័មអីទេវាត្រូវចេញតាំងពីកាលនោះតែវាអត់ចេញដល់វាអត់ចេញវានៅក្នុងនាមជាអាណានិគមនិយមបែបថ្មីឲ្យក្មួយដឹងព
Phụ chân phụ dôn phụ xiêm vào ngay chia phụ Ananikum này dùng bẹp thmây ấy mà đi miền côn ấy miền côn ấy vì mẹ ra dôn miền côn ấy mà rộng đỏ ấy không miền đằng ấy đấy phụ sinh phụ sarika chết ta này dây tạm kê sân đại xây nội thật xây sarika ok anh tí đọc mùi chạp bị trùm này anh tao hơi chạp bị trùm ra đòi xa rương nâng ạ dương bình đất mớ miền ấy tiết cả lần đọc mùi chạp bị trùm này anh tao hơi tớp miền ở lớp hà sập ram đã rì dương riêng sừng kết Pratika về cao lớn á việc cao ấy là mấy cái đòi việc ắt cho là đờm thì việc ắt cho là đờm thì tôi bây giờ trong này việc pua sẽ cái đòi việc ắt cho là pua đờm bảo vệ thì anh ấy chỉ nằm dần việc caoประมาณ ตลอด cái đòi việc ấy cái đòi việc ắt cho là phục đờm bảo vệ thì cho đọc môi dân chạm mở chạp bị trùm này tàu hơi tớp miền miền ấy khác bạn đi vật Campuchia thay xăm sập cả nhà cho năm 1960 cái này vì 25 5 năm miền bạn đi vật Campuchia cả làng nào ra tệp lớn thay xăm sập cả nhà 1960 bây giờ mỗi giây tiên đọc pram cả cả đà 1969 saya nuk chụp lần nol oi lần nol thôi ra thay ba sợi sòng chiết miền rụpยังเอาให้miền ấy tiền đọc buôn say ha 1969 sân đại saya nuk chụp sân đại chun nát xong thôi sân kiềm miền rừng nó hai miền rụp nó hai miền ấy tiền miền ấy tiền ngày mà phải pram cả nhà 1969 sân đại chun nát anh ấy chỉ thom rư sọc quạt rư slap khai pram mẹ cả 1970 sân đại sơn nụ tranh bị Phnom Penh rư cả tha khai pram mẹ cả cho năm 70 sân đại sơn nụ bằng cả riêngรัฐวิบาลของรูปรวมเชียร์กัมพูชีให้เจนปีพนมเปญดับมันไม่มีเนี่ยจัดซับล้นนอลทัวร์รับหาตำเละสำหรับสนุกปีพมกรัฐใครดับพรำใส่หาชนะจัดซับใบไก่พรมเปรียงเจนนังอเมริกนับรังกำนัดอ้อยดอกบอลเตะเจนปีกัมพูชีเตียปีดองอัดเจนเตียchânខ្លួនឯងក៏មិនដកពេលនោះអាមេរិកដក33ហ្នឹងដកយ៉ាងម៉េចពីព្រោះអាមេរិកដែលថាសង្គ្រាមឆ្នាំ70ហ្នឹងណាអាមេរិកអត់បានបញ្ជូនកងទ័ពទៅទេតែអាមេរិកប្រើកប៉ាល់ហោះប៉ុនប៉ងកំតិចយួននៅស្រុកខ្មែរហ្នឹងឲ្យខ្ទេចក្នុងរយៈកាល200យប់200ថ្ងៃចឹងអាមេរិកប្រើកប៉ាល់ហោះដែលអាមេរិកប្រើនោះគឺតាមដែលខ្ញុំដឹងមានកប៉ាល់ហោះតែ2បែបទេប្រហែលជា3ក៏មិនដឹងប៉ុន្តែខ្ញុំដឹងល្មមមិនដឹងប្រកាសទេយើងនៅនោះទៅដឹងអីនេះទៅដឹងអីនៅលើមេឃទុកឲ្យគេដឹងផងទៅមិនចឹងកប៉ាល់ហោះដែលអាមេរិកបើកពី70មកនោះតែ2ទេទី1បេសែងកងដឺអា B52 នោះហោះពីនេះឯងពីអាមេរិកឯងទៅតម្រងទី1ទី2អាកូនកប៉ាល់ទួយនោះអត់ហៅអីនោះអាដែលវាអែបអាធំហ្នឹងណាដែលវាអែបអាធំហ្នឹងណានោះយកđâyបងអូនសមត្ថវិទ្យាខ្ញុំនេះដែរយើងឃើញអាបេសែងកងដឺអាធំមិនចឹងហ៎អាតលាក់ដឹងអាធំនោះហើយក្នុងនោះវាមានអាទួយដែរហ្នឹងអាទួយខ្លះ
bộ môi tôi khai mà đòn ná nó mặc lần đọc nó cười tập bách nữa đang hao ấy thế mình đang đẻ nó ai nhầm đích ba cái đang đẻ và tôi nó về cà phê thông và thông với cà phê ấy cái về thông một vì mình ấy bà là tình lệ ra thế là tôi nó về cà phê thông anh đang hao ấy cái hao mấy à cái hao ấy là nó ngon vì lươn nó không nói nè tao đáng cái đích ba cà phê đang ai chẳng cái cầm nát ở đó bỏ tê ngay đọc ram dây 277 nó cứ Americ chọc tình lệ bê dành còn đời anh ấy dịp bị cam một phiệp này cho nó bắt đó cứ Americ chọc tình lệ ngay đằng chặt ngay đằng tới admin cặp ba đây là Americ bao tỷ tê admin tê cho miền to tiền mà làm cái ấy này nó không ai bờ đây không ai bờ nó là tại đây và đây là Americ bao cái chọc nếu ở vô cái này đứng đó cũng ở dừng cho là hệ đọc làm dây há ở cặp ba chọc ấy mấy con là miền tiền cứ chọc ta Americ tê chọc ta cặp ba nát đây là Americ bao tê chọc ta cặp ba nát đây là Americ bao tê anh nói how ấy là anh ấy hả mình dạy nó how ấy mấy vậy đứng là giống hao cho mấy chân đẻ bẹp chỗ ấy vậy đừng ấy dừng chân tới dừng tam kỳ chân tới dừng ở đằng nhưng mà mấy hào mấy cái nên này chắc quá nó lươn vào làm vậy đó giống bởi vì họ tiêm vào đó ở đây khơi môi môi tập lập với lư khlang pê rồi nó khơi môi là vì dân mơ bị chẳng ai bị môi chứ khi cách cây giống tầm một đo dớn dùng mình tập lập của màu lư lòng thì chị rồi đôi xe đọc ram xây há chết sập bấy các ba làm đấy chọc tùm lẽ tại hay vốn có chênh vốn chênh đây đọc ram xây chết bấy đấy nét đọc ban đọc đo khi ông tơ này có đòi khi ông tơ ắt lư cái thà tề hay nét sốc là tay tiền trong gì đi nét sông này chỉ cái nét sông này cũng bàn lư trong thế nó khơi thế trăm năm chất bảy nó khơi thế luận co oi yun với tranh tàu thôi mấy oi tàu với tranh tàu để tranh tàu nó mình tranh ta con tuột tê mình tranh ta con tuột yun để vay một vay luôn nol tê bây chia chuyên yun để nơi yu hay cả tàu đài tàu chẳng chia phơi cá cứ oi tàu tầng hay tàu men anh trong phải lùi lẽ anh rư một sinh tiết bên này chia phơi cá cứ bị chành đậm co nè luộm co mình khai lần bụng con toàn luôn của mình mà sinh này nè bụng co lụa oi yun nè mà báo đôi pram đôi riết là cả nó pram đôi riết cho anh nếu ngày mà bao pram đôi á bên là khai xem tầm ban xem cho mình đằng thế đó và sim riết đằng tham mà bao pram đôi riết hay lụa mượn lụa tê cô ở đây không mấy ở đây yun chành hơi đi xếp mấy chop từ lẹ mến hơi yun có tranh từ mến đôi thằng mình trong tiết ban vào đây yun sẽ nằm chật sập pì mình sống ca cho mùi yun sẽ nằm chật sập pì chết bấy từ và chết bốn mùa về nhà là slap ấy lắp trong đây trong buồn này trong một đào Floyd đá cất nhà sum bọt màu cất một đào về nhà ấy. Thế chẳng đọc ram dây 2 chết sập bấy cả nó hùi yuan chia cơ sung một cô sana yên zri chia ông bạn này dọa rất mình trai cơ sung cả bảo tê xây nụ chia bờ thiên là nạ xế thôi cả lơ cha anh đã chết cứ yuan chanh đói kiram ta tha ở cún đàn lục yuan ban một vài luận nol ấy lấy dương miền samat phía vài luận nol lời luôn ai hay xung lục chơi cho bên trong
ពួកគេថាមកគេមកជួយវាយលន់ណុលអញ្ចឹងយើងអរគុណគេដែលគេបានមកវាយលន់ណុលសូមលោកអញ្ជើញទៅវិញចុះខ្ញុំមានសមត្ថភាពវាយលន់ណុលដោយខ្លួនឯងហើយចឹងហើយគេទៅវិញនឹង15សីហា73ទៅវិញ17មេសា75រំដោះភ្នំពេញក៏នោះក៏កុំអីក៏អត់មានដែរកុំអីអត់មាន17មេសា75ទេដែលយួនចេញទៅហើយខំតាកតងមកលន់ណុលថាឲ្យយកសម្ដេចសនុមកវិញមកតែលន់ណុលខាងលន់ណុលអត់ព្រមខាងលន់ណុលអត់ព្រមមានអ្វីមែនទេពីព្រោះតែយួនវាវាយនោះរួចវាបកមកវិញហើយវាមកខ្ចប់យើងហើយអត់មានណាជួយណាទេយ៉ាងហើយបានជាកើតទៅជារឿងថាត្រូវវាយរំដោះភ្នំពេញឲ្យបានមុនយួនវាក្រងរំដោះយួនខាងត្បូងវានោះ76ចឹងយើងត្រូវ74ឬក៏75ត្រូវវាយឲ្យបានមុនអញ្ចឹងនៅពេលដែលយួនចេញទៅហ្នឹង15សីហាហ្នឹងយួនចេញពីតាណាទៅតាណាចេញពីឥឡូវឧបមាថាឥឡូវខ្ញុំនិយាយតែស៊ីមរៀបទេព្រោះខ្ញុំអត់ដឹងឯណាក្រៅពីនឹងទេខ្ញុំនៅនឹងខ្ញុំដឹងតែប៉ុណ្ណឹងការខ្ញុំដឹងខ្ញុំឃើញហើយវិញហ្នឹងហើយឲ្យដឹងទៅហើយមកវិញទៀតដោយសារយកលេសមករំដោះហ្នឹងឯងបើអ្នកនៅបាត់ដំបងអ្នកនៅពោធិ៍សាត់ប៉ាអានឹងបើអ្នកនៅឧត្តរមានជ័យពួកនោះអត់មកតាមផ្លូវលេខ6តាមសៀមរាបទេច្បាស់ជាទៅខាងភ្នំកលែនមកអីទៅកន្ទុយនេះឯងព្រោះព្រៃនោះទាំងអស់ព្រៃធំនោះព្រៃឡង់ព្រៃអីហ្នឹងជាប់មកព្រះវិហារជាប់មកកំពង់ធំសៀមរាបតាអាខាងនោះពេលដើមមកព្រៃទាំងអស់តាជាប់ទៅឧត្តរមានជ័យអីនោះជាប់ទៅពោធិ៍សាត់បាត់ដំបងនោះព្រៃទាំងអស់តាដូច្នេះយួនអាចដឹកទៅតាមផ្លូវនោះបានចំណែកឯយួននៅសៀមរាបតាមដែលខ្ញុំដឹងថានៅសៀមរាបនៅត្រង់ណានៅកំពង់ភ្លុកយើងថាភ្នំក្រោមអីហ្នឹងណានៅភ្នំក្រោមនៅកំពង់ភ្លុកអានេះនៅត្រៃខាងនេះទេកុំនិយាយពីខាងកំពង់ឆ្នាំងនិយាយពីខាងសៀមរាបឯនេះណាគឺយូរនៅនេះណាអានៅខាងលន់ណុលថានៅខាងលន់ណុលទៅចុះវិញ្ញានៅក្រៅលន់ណុលនោះក្រៅលន់ណុលនោះគឺមានណានៅកំពង់ភ្លុកនៅកំពង់ឃ្លៀងអាពួកហ្នឹងវាត្រូវឡើងទៅណាត្រូវឡើងទៅតាមផ្លូវលេខ6តម្រង់ទៅកំពង់ធំត្រង់ទៅកំពង់ធំមិនទៅឡើងកំពង់ធំឯណាអូបែកត្រង់ព្រៃប្រោះអីនោះបែកត្រង់ស្ទឹងព្រៃប្រោះនោះកាត់ទៅសុកយូនេះនោះទៅមិនទៅឡើងកំពង់ធំអីឡើងមិនកើតអញ្ចឹងដែលដឹកអង្គដឹកអីទៅហ្នឹងតេះគោអីហ្នឹងវាទៅតាមផ្លូវទៅហ្នឹងទៅដល់ស្ទងអីទៅវាងកំពង់ធំវាងឲ្យទៅណាវាងទៅឡើងនោះឡើងអីស្អីស្រែវាលអីនោះដល់នោះហើយមកទៅទៀតទៅគេទៅទៀតទៅណាហើយដូច្នេះយូរទៅមែនប៉ុន្តែវាប្រអត់ទេវាលាក់មានលាក់ខ្លាចយើងដឹងហើយតាប៉ុន្តែជាផ្លូវការគឺទៅហើយសូមលន់ណុលដេញនេះលន់ណុលឯណាមានដេញរត់ទៅដង្ហើមដកខ្លួនឯងឲ្យទៅរួចទៅលន់ណុលដេញស្អីយូនវាក្តោបនៅតាមខេត្តអស់លីងហើយហ្នឹងដូចត្រីជាប់ជុចហើយហ្នឹងមានលន់ណុលអីទៅដេញស្អីកើតអាហ្នឹងគេមិនហៅដេញទេអាចឲ្យវាយឧទាហរណ៍ថារដ្ឋបហារួចលន់ណុលបញ្ជូនកងទ័ពទៅវាយយូននៅព្រំដែនខ្ញុំដឹងទៅគឺគេកសែងលឿងផងកសែងឃីវផងជីឡាននោះអាហ្នឹងទៅវាយទប់ដែលយូនវាយមកនោះលន់ណុលទៅទប់អាហ្នឹងអាទប់អញ្ចឹងគេមិនហៅដេញទេអាទប់អញ្ចឹងនោះគេទប់ទួលណាដែលវាយមកឲ្យទៅទប់កុំឲ្យវាចូលមកណាអាហ្នឹងគេមិនហៅដេញទេគេហៅទប់តទួលណា7172ចន្លាទី1ទី2យូនណាវាយចន្លាទី1ទី2នោះតអស់នៅក្នុងសន្ទុកអីហ្នឹងអត់ដេញទៅដេញចេញឲ្យចេញទៅដូចជាយើងបាននិយាយមិញឲ្យកអីហ្នឹងបានគេហៅដេញ
ឲ្យយល់ពាក្យនឹងគេយក12មេសាដែលថាចេញទៅហើយហ្នឹងឲ្យតាកតងថាឲ្យសេនុមកវិញមកកុំច្បាំងគ្នាទៀតព្រោះយូរមកទៅហើយតែលន់នល់មិនព្រមមានអ្វីមែនទែនបានជាបង្កើត17មេសា75កើត17មេសា75កើតអីទៀត30មេសា75ដូចប្រាប់ហើយ30មេសា75រឿងអីទៀត6មករា78 6មករា78អីទៀត7មករា79 7មករា79ហើយស្អីទៀតឡើងដល់កម្រិតបដិវត្តប្រជាជាតិឡើងដល់កម្រិតបដិវត្តប្រជាជាតិ$23.91 PPA អញ្ចឹងអាការតស៊ូបដិវត្តរបស់ខ្មែររាប់តាំងពីបដិវត្តមិនទាន់មានការគ្រប់គ្រងលើកទី1ចំនួនអាចារ្យស្វាអាចារ្យអីសម័យបារាំងនោះបដិវត្តចំនួននោះកើតនោះហៅបដិវត្តហើយប៉ុន្តែអត់មានការគ្រប់គ្រងច្បាស់លាស់ទេអ្នកណានៅតំណាងងើបតំណឹងអ្នកណានៅតំណាងងើបតំណឹងអត់មានការគ្រប់គ្រងច្បាស់លាស់ទេហើយអត់មានទិសដៅថាស្អីជាស្អីរៀនសូត្រអីទេនៅបដិវត្តទី1ដល់បដិវត្តទី2 30កញ្ញាឆ្នាំ60នោះមានការគ្រប់គ្រងក្រិនបើជាងមុនមានឯកសារមានទិសដៅការបញ្យលអីជាដើមប៉ុន្តែមានការគ្រប់គ្រងជាងមុនជាងទី1ហៅថាបដិវត្តកម្ពុជា KR កម្ពុជា Revolution ហើយការតស៊ូបន្តបន្ទាប់ដោយបានមកហើយហូរហែហើយរហូតដល់ថ្ងៃ$23 1991ឈ្មោះថាបដិវត្តប្រជាជាតិមិនមែនបដិវត្តកម្ពុជាគឺអ្នកដឹកនាំតស៊ូអ្នកក្នុងត្រីភាគីអីដើមទាំងអស់គ្នាបានធ្វើកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងប៉ារីសនោះអន្តរជាតិទទួលស្គាល់បិទបញ្ចប់រឿងឈ្លានពានតាំងពីណាពីណីមកឲ្យវាចប់ត្រឹមរឿងហ្នឹងដូច្នេះបានទៅចុះហត្ថលេខានៅថ្ងៃ$23.91ឈ្មោះថាបដិវត្តប្រជាជាតិមិនមែនបដិវត្តកម្ពុជាតែឯងទេអញ្ចឹងឥឡូវនេះយើងនៅក្នុងបដិវត្តដែរយើងរងៃណាតាមហ៊ុនសែនណាបដិវត្តពួរអីណារឿងហ៊ុនសែនទៅចេះថារឿងផ្ទាល់ខ្លួនទេហ៊ុនសែនថាបដិវត្តពួរបើអីនៅរឿងបកទេខ្ញុំនិយាយនេះមិននិយាយរឿងបកទេខ្ញុំនិយាយពីរឿងប្រទេសកម្ពុជាមួយទាំងមូលដោយហ៊ុនសែនថាអ្នកណាចង់ផ្ដួលរដ្ឋាភិបាលគាត់នោះអានោះរឿងគាត់ទេរឿងបកទេមិនរឿងកម្ពុជាទេគាត់មិនកម្ពុជាទេគាត់មិនកម្ពុជាទេដូច្នេះខ្មែរយើងបានឡើងដល់ទៅជាបដិវត្តប្រជាជាតិគឺប្រជាជាតិនាលើโลกប្រមាណសម្រាប់ប្រទេសគេជួយរំដោះគេជួយទប់អាសង្គ្រាមឈ្លានពានហើយគេជួយផ្ដល់ឯករាជ្យសន្តិភាពឲ្យកម្ពុជាបានន័យថាគេជួយរើគេយល់ព្រមឲ្យរើឲ្យខ្មែររើឲ្យផុតពីអាណានិគមព្រោះគេដឹងអាណានិគមនៅលើខ្មែរច្រើនណាស់គេដឹងជាងយើងទៀតដូចជាសញ្ញាមកខ្វាច់នេះគឺរំដោះឲ្យខ្មែរផុតពីរបបអាណានិគមគ្រប់ប្រភេទគេអត់ថាតែគេទើសដៅគឺអញ្ចឹងគេឲ្យខ្មែរឯករាជ្យឲ្យខ្មែរសន្តិភាពអញ្ចឹងនេះហៅថាបដិវត្តប្រជាជាតិហើយដែលវាត្រូវនឹងចម្រៀងទង់របស់យើងលោកអ្នកស្ដាប់ទៅនឹងដឹងហើយទង់ដែលធ្វើដែលច្រៀងពងច្រៀងនេះក្រោកឡើងអស់អ្នកខ្ញុំគេទាំងប្រមាណនោះឡើងទាន National គឺជាសង្គមអនាគតគឺចម្រៀងនេះច្រៀងយូរហើយប៉ុន្តែអនាគតរបស់កម្ពុជាគឺបំផ្លែងខ្លួនទៅក្នុងសង្គមអន្តរជាតិដែលយើងនិយាយថាអន្តរជាតិតូបនីយកម្មគឺការបញ្ចូលទៅក្នុងសង្គមអន្តរជាតិគឺ$23.91នេះឯងចឹងបានចម្រៀងចុងក្រោយឡើងទា National គឺជាសង្គមអនាគតនេះឯងទង់នេះគឺតម្រូវនឹងកិច្ចព្រមព្រៀងប៉ារីសនោះឯងអញ្
យើងបដិវត្តប្រជាជាតិថ្ងៃ23 $1991 PPA ទៅមុខមិនរួចទៅមុខអត់រួចយើងឃើញណាយើងមកដល់$23.91ណាឥឡូវ35ឆ្នាំនេះតាំងពី91មកដល់2026 35ឆ្នាំមកឃើញមកទៅអត់រួចទេឃើញទៅអត់រួចទេកន្លែងនេះដែលត្រូវពិចារណាទាំងអស់គ្នាហេតុអីដែលបានវាអញ្ចឹងបដិវត្តយើងឆ្លងកាត់ច្រើនសន្ទាប់ហើយមកដល់ពេលនេះវាដល់ពេលយើងទាំងអស់គ្នាទំពាំងរាល់ថ្ងៃជាអ្នកទទួលថ្មបាក់មកពីមុនប៉ុន្តែសំណាងល្អដែលអ្នកដឹកនាំត្រីភាគីក្តីដែលបានរុញកម្ពុជាឲ្យទៅក្នុងអន្តរជាតិឲ្យជួយការពារដោយឆ្នាំ55មិនបានសីនុធ្វើរឿងនឹងជប់គ្នាសន្និសីទសេនា54ឆ្នាំ55ប្រាំងចេញទៅសម្ដេចសីនុដាក់រាជហើយសុំចូលសមាជិកអង្គការសហជីវជាតិភ្លាមដើម្បីអីដើម្បីឲ្យអន្តរជាតិជួយពីព្រោះពួកនេះអត់ចេញទេមានតែពឹងឲ្យអន្តរជាតិជួយចឹងហើយបានជាឆាប់ដាក់រាជហើយឆាប់លើកកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិបើកុំពីដាក់ពីកាលនោះក៏វាអត់មានកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃនេះដែរដោយសារតែខ្មែរមានបានចូលជាសមាជិកអង្គការសហប្រជាជាតិតាំងពី55អញ្ចឹងដល់91យើងត្រូវការពឹងអន្តរជាតិម្ដងទៀតគេជួយយើងដោយសារយើងជាសមាជិករបស់គេយើងជាសមាជិករបស់គេបើកុំតែឆ្លាតពីកាលនោះបានដាក់ចូលសមាជិកអង្គការសហប្រជាជាតិក៏គេអត់ជួយយើងដែរព្រោះអង្គការសហប្រជាជាតិគេជួយតែសមាជិករបស់ខ្លួនទេបើអត់សមាជិកគេអត់ជួយទេដូច្នេះនៅពេលដែល91អ្នកអស់នោះសិតតែចាស់អស់ហើយតាសឿនសានក៏ចាស់ខីសំផនក៏ចាស់សីហនុក៏ចាស់មានកម្លាំងឯណាទៀតអញ្ចឹងត្រូវរុញឲ្យទៅអង្គការសហប្រជាជាតិហើយយើងនេះដូចយើងលើកបាល់ដូចគេលើកបាល់ឲ្យយើងអញ្ចឹងម្នាក់លើកម្នាក់ឡើងគប់យើងនេះបានកម្លាំងពីនឹងបានកម្លាំងពីតាហុចឲ្យយើងអញ្ចឹងយើងបានកម្លាំងហើយមិនក៏មិនចាប់យកព្រោះកម្លាំងនេះជាកម្លាំងធំជាកម្លាំងអន្តរជាតិអញ្ចឹងយើងគិតមើលតាំងពី91ទៅមុខមិនរួចកិច្ចព្រមព្រៀងប៉ារីសទៅមុខមិនរួចខ្មែររើខ្លួនមិនរួចគេយករើអត់ទាន់រួចទេរាល់ថ្ងៃនៅជាប់អាណានិគមដដែល PPA ទៅមុខមិនរួចខ្មែររើខ្លួនមិនរួចដោះមួយជាប់មួយដោយសារអីឆ្លើយសូមឆ្លើយដោះមួយជាប់មួយដោយសារអីសូមឆ្លើយកិច្ចព្រមព្រៀងទៅមុខក៏ទៅមិនរួចអាណានិគមគិតថាថែមហើយថែមទៀតដោយសារអីសូមឆ្លើយដែលបានយល់ឃើញទាំងអស់គ្នាថាវាដោយសារអីបានជាខ្មែររើអត់រួចដោយសារអីបានជាកិច្ចព្រមព្រៀងប៉ារីសទៅមុខអត់រួចសូមជឿឆ្លើយសូមចេញឆ្លើយ
lại mớiដោយសារអីស្ដេចសែននោះដាក់រាជដោយសារអីគឺរាជមិនបរិសុទ្ធឥឡូវសួរទៅវិញកិច្ចព្រមព្រៀងប៉ារីសហើយយើងធ្វើបដិវត្តរហូតតាំងពីនឹងមក560បន្តមកដល់ពេលនេះកិច្ចព្រមព្រៀងប៉ារីសជាប់គៀងទៀតដោយសារអីដោយសារចារកិច្ចប៉ុនកែវណាទៀតកំពៅដោយសារអីយើងមើលបញ្ហាធំដោយសារអីសារប្រាំងមិនអនុវត្តកិច្ចព្រមព្រៀងយើងមើលណាយើងមើលហេតុនិងផលដើមគឺសេនុដាក់រាជដោយសារប្រាំងឲ្យឯករាជ្យមិនបរិសុទ្ធតាមមកបង្កើតសញ្ញេឲ្យអីហើយរមុំរំដោះផុតហើយអត់ផុតទៀតនៅជប់35ឆ្នាំទៀតដោយសារគណៈបកណាទៀតដូចយ៉ាប់មែនទេគេជួយឡើងនឹងតិចឲ្យគេជួយទៀតណាតិចឲ្យគេជួយទៀតណាហើយគេមិនជួយតែយើងទេណាគេការគេសន្ធឹកប្រទេសដែលគេត្រូវជួយសន្ធឹកហ្នឹងតិចខ្មែររឿងខ្មែរទៀតហើយតិចខ្មែរទៀតហើយតែយកមកដុំនឹងក៏មិនក៏អាក្រក់ឲ្យខុសគេមកដុំនឹងព្រោះយកអត់បានធ្វើអីសោះតិចឃើញរត់រោគេទៀតហើយគេឲ្យធ្វើមិនព្រមធ្វើទេដល់ពេលកើតរឿងចន្រៃមករត់រកគេទៀតមិនចេះអៀលគេមិនចេះពូម្ដុំនឹងហើយគេកាន់ពុទ្ធសាសនាយូរហើយគិតពឹងគេតែអញ្ចឹងតោះកូនតោះចៅទៅអីមើលមិនបានដោះមួយជាប់មួយមកពីអីមិនបានកិច្ចព្រមព្រៀងប៉ារីសទៅមុខមិនរួចគេមកជួយណាកិច្ចព្រមព្រៀងប៉ារីសណាមិនដែលធ្វើបានទេណាមានតែខ្មែរហ្នឹងណាដែលធ្វើបានហ្នឹងណាទៅពឹងគេឲ្យគេជួយឲ្យគេយល់ព្រមដល់គេព្រមឲ្យធ្វើឲ្យកើតអូខេប៉ុណ្ណឹងចុះទី10បដិវត្តប្រជាជាតិ$23 1991 PPA ទៅមុខមិនរួចខ្មែររើខ្លួនមិនរួចដោះរួចមួយជាប់មួយដោយសារអីចម្លើយគឺដោយសារឯករាជ្យមិនបរិសុទ្ធដោយសារបដិវត្តមិនបរិសុទ្ធដោយសារភាគីហត្ថលេខីមិនបរិសុទ្ធដោយសារគណៈបកមិនបរិសុទ្ធដោយសារអ្នកព័ត៌មានคล้ายដល់ពេលទៅសញ្ញេទៅបានដឹងច្បាស់សញ្ញេ5នាក់ក៏បាត់អស់4នាក់យើងគិតមើលអ្នកផ្សាយអ្នកព្រៀងកិច្ចព្រមព្រៀងប៉ារីសព្រៀងរួចដើរផ្សាយ3នាក់គេសំផនស៊ុនស៊ូពែនិងរ៉ាន់រិត
អ្នកផ្សាយ3នាក់ក្បត់អស់2ហើយដល់ទៅសញ្ញេ5នាក់ក្បត់អស់4គិនសម្ព័ន្ធប្រធានគណៈប្រធានរដ្ឋរស់ញឹមសោភឹមអនុប្រធានគណៈប្រធានរដ្ឋ2ក្បត់អស់ទាំង2មួយ KCB មួយ CER ដូច្នេះអាភាពមិនបរិសុទ្ធវាចូលនៅចាក់ដោះជាប់ក្អែលដោះស្នឹមមិនដឹងបដោះវិញកាលណាមកអញ្ចឹងហើយបានជារើមិនរួចសោះវាចេះត្រឡប់ពីអ្នកទៅច្បាំងយួនបែរទៅជាអង្គគុណយួនហើយតាំងខ្លួនអ្នកវាយយួនហើយបែរទៅជាអង្គគុណយួនមួយឆ្លៀនពៀនសំបីមនុស្សម្នាក់ក៏មិនបរិសុទ្ធផងអញ្ចឹងឲ្យសង្គមបរិសុទ្ធតែមិនកើតបើវាសម្បូរទៅដោយតែរបស់ខ្លែងខ្លាយយ៉ាងនេះមកពីមិនអនុវត្តកិច្ចព្រមព្រៀងប៉ារីសវត្តមានអនុវត្តនោះមិនបានមិនអនុវត្តពីព្រោះក្នុងអ្នកកិច្ចព្រមព្រៀងប៉ារីសនោះវាអត់បរិសុទ្ធដោយប្រាប់ហើយសញ្ញេ5នាក់ក្បត់អស់4អញ្ចឹងឲ្យម្នាក់និយមមិនកើតអន្តរជាតិគេត្រូវការឯកច្ឆន្ទគេត្រូវការជួយក្នុងពេលណាដែលមានមតិស្របគ្នាឯកច្ឆន្ទហៅថាកងសង្ស៊ីនោះចុះបើសញ្ញេ5មកក្បត់អស់4ហើយគេជួយមិនកើតដោយគេប្រជុំធំនៅអង្គការសហប្រជាជាតិអញ្ចឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រមាណមាន5តែអ្នកណាមួយបដិសេធក៏គេអត់យកជាការដែរគេអត់ធ្វើទេជាអន្តរជាតិវាអញ្ចឹងក្នុង5នោះមានអ្នកណាមួយបដិសេធបានន័យថាអត់ឯកច្ឆន្ទគេអត់ជួយទេគេអត់ធ្វើទេទៅទៅទាំងអស់អានោះបានគេធ្វើតាមកិច្ចព្រមព្រៀងប៉ារីសសញ្ញេទាំង5នាក់ហើយបានគេចុះទៅនឹងសញ្ញេព្រមគ្នាហើយតើដល់ទៅស្រាប់តែបង្កើតអាការប្រឆាំងអាពេលដែលគេទៅរកគេធ្វើអីបង្កើតគេមកវិញនេះជាចរិតអង្គការសហប្រជាជាតិគឺអញ្ចឹងគេធ្វើនេះបាននោះបានបោះឆ្នោតប្រលប់ប្រជាដល់ចេញវិញធ្វើអីទៅប្រសញ្ញេថាឲ្យគេទៅហើយតើឲ្យគេធ្វើហើយតើដែលសញ្ញេនោះអូនតាក់ត្រូវធ្វើអីសញ្ញេហើយតើព្រមព្រៀងគ្នាតើដល់ពេលទៅស្រាប់តែជំទើអង្គគេតែគេមិនគេមកវិញហើយគេមកហើយតាំងលេះរសុំគេទៀតហើយចូលមកសៀតណាអានេះហៅថាមកអំពីខ្មោចស្រុកយើងនិយាយមួយយ៉ាងតាំងងាយហេតុអីបានជាកិច្ចព្រមព្រៀងប៉ារីសទៅមុខមិនកើតមកពីមិនបរិសុទ្ធឬមកពីមានខ្មោចស្រុកនៅកម្ពុជាច្រើនណាស់ខ្មោចស្រុកអូខេនេះគឺថាសង្ខេបឲ្យដឹងអំពីរឿងថាឯករាជ្យពីបារាំងនេះកុំនិយាយថាខ្មែរឯករាជ្យអត់ទេខ្មែរអត់ទាន់ឯករាជ្យទេហើយរហូតដល់ទៅចេញអីរដ្ឋាភិបាលកម្ពុជាឯករាជ្យអត់ទេអ្នកឯងថាយកថាតែផ្ដាស់ដើម្បីបោកក្មេងៗទេកម្ពុជាមិនដែលបានឯករាជ្យទេអត់សោះចេះតែនិយាយទាំងបំពេញចេះតែនិយាយទាំងថ្មិចមិនស្គាល់ការពិតដោយអ្នកផ្សាយអញ្ចឹងអ្នកផ្សាយអត់ស្គាល់ព័ត៌មានទេអត់ស្គាល់ការពិតទេចេះតែផ្សាយយកតែប្រាក់ខែហ្នឹងទូតមិនអនុវត្តទេរឿងដែលមិនអនុវត្តនេះមិនមែនមកពីគេទេមិនមែនមកពីទូតមិនមែនមកពីបរទេសទេវាមកពី SNC
ព្រោះគេទទួលស្គាល់ថាខ្លួននឹងជាខ្មែរបូនភាគីនឹងហើយគេឲ្យទៅគេទៅក្នុងនាមខ្លួនឯងនេះជាម្ចាស់ផ្ទះហើយទៅគេធ្វើការគេនេះទៅនឹងគេទៅធ្វើតាមកិច្ចការរបស់គេដកកម្លាំងបរទេសចេញអានេះដកមិនបានគេថាមិនដឹងអាណាខ្មែរអាណាបរទេសបើឃើញថាខ្មែរជួសគ្នាសោះឧទាហរណ៍ជាលើកគ្នាទៅវាយនៅបៃលិនឧទាហរណ៍ជាពួកតាសឺនសានពួកហ្វុនសិនពេជ្រពួកហ៊ុនសែន3នឹងទៅវាយពួកគេសម្ព័ន្ធនៅបៃលិនអញ្ចឹងគេដកណែណាឲ្យគេទៅដកបរទេសគេដកអាម៉េចបើឃើញថាខ្មែរវាយគ្នានោះអញ្ចឹងរឿងដែលទៅមុខអត់រួចប្រភពដែលទៅមុខមិនរួចគឺ SNC សីអនុនឹងអត់លំនឹងបានន័យថាសីអនុនេះជាមនុស្សមិនចេះដឹកនាំអីទាល់តែសោះតាំងពីណាពីណីមកឬបានតាចាស់នៅក្បែរទេបើតាមសីអនុទៅម្ដងទៅទេផេះប៉ុន្តែគេចេះតែបញ្ចូលទៅរឿងអីមកពីពួកចាស់ទេដូចជាស្ដេចជួនណាតតាសឿនសានពួកចាស់ពួកសង្ឃថាញ់អីនេះសិតតែជួយសីអនុឲ្យត្រង់សីអនុថាគេក្បត់យកគេបានចោលអស់យកគេដាក់គុកអស់តាមពេលពួកដែលសីអនុយកទៅបានចោលទៅពេលកន្លងពួកនោះប្រាប់សីអនុទៅថាកុំធ្វើអញ្ចេះមកគ្រោះថ្នាក់គេប្រាប់ត្រង់ដែរថាគេក្បត់ជាតិយកគេទៅបានចោលបាត់ដូចទៅរឿងនៅជាមួយប្រាំងអីហ្នឹងមិនសៃនុទៅឯណាសៃនុបានចាត់ទេចាត់ណាចាត់គឺចាស់ទៅចាត់ជាគឺហ្នឹងឲ្យសៃនុដឹងលើថាសៃនុអ្នកចាត់យក credit ទៅហ្នឹងទៅតែបើចាស់ក៏រៀបទៅហៅរាជានុសិទ្ធព្រោះសៃនុសៃរាជក្មេងដឹកនាំមិនកើតទេអញ្ចឹងគេត្រូវបង្កើតរាជានុសិទ្ធសម្រាប់ជំនួសស្ដេចក្មេងហៅរាជានុសិទ្ធដោយរាល់ថ្ងៃគេបង្កើតរាជានុសិទ្ធសម្រាប់ជំនួសស្ដេចអត់នៅស្ដេចចាស់ឧទាហរណ៍សីហមុនីអត់នៅហ៊ុនសែនគេឡើងរាជានុសិទ្ធគឺស្ដេចជំនួសស្ដេចចាស់លើកមុនស្ដេចជំនួសស្ដេចក្មេងអញ្ចឹងរឿងអីពួករាជានុសិទ្ធទេអ្នករៀបចំប៉ុន្តែគេថាសីអនុអ្នកទៅដូចស្ដេចជំនាន់មនីវង្សថាណាត់បាញ់បានប្រើហ្នឹងព្រះអង្គហ្នឹងអ្នកបាញ់អូយើងល្អណាស់គេនេះវាចូលតែវានឹងមកដែរវាចូលតែអញ្ចឹងសៃនុនេះចំណាប់ទៅខាងចូលនោះរឿងចូលត្រង់គេហៅអូនោះឯងបើថាឲ្យទៅចាត់ការខ្លួនឯងក៏វាបានចាត់ស្អីតាចាស់ក្បែរទៅបើដល់ខឹងគេថាគេក្បត់ជាតិយកគេបានចោលបាត់ញ៉ឹងអញ្ចឹងណាដូច្នេះរឿងកិច្ចព្រមព្រៀងប៉ារីសដែលទៅមុខអត់កើតគឺមកពីអ្នកណានិយាយពីបុគ្គលម្នាក់គឺសីអនុដល់ទៅតាមអ្នកណាទៅតាមអ្នកម្នាក់តាំងពីលួចបង្កើតរាជរដ្ឋាភិបាលក្បាល2នោះទៅបង្កើតស្រុកលាវនោះអបអគុំនោះអាក្នុងពេលធ្វើអបអគុំនោះបង្កើតត្រូវគ្នាហើយបានបងមកវិញនោះបានធ្វើជាមកធ្វើបុណ្យខូបកណិតអ្នកម្នាក់នៅវាំងហើយធ្វើជាសំរងស៊ីអីធ្វើជាអ្នករៀបចំរដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍អីនោះមើលក្នុងនឹងទៅមានអាណាសរសេររដ្ឋធម្មនុញ្ញនឹងមានសភាណាបើសភាគ្នាអត់ទាំងកើតរូបរាងផងអញ្ចឹងណាហើយសៃនោះនេះស្រួលណាស់ស្រួលដើម្បីឲ្យតែរុញឲ្យសញ្ញេទៅគឺបានហើយចង់សញ្ញេអីក៏សញ្ញេដែរអញ្ចឹងណាឲ្យទៅសំផអង្គសញ្ញេណាខ្វះអីពូអ្នកទៅសេសភៅឲ្យសែនុសញ្ញេសន្ធឹកអស់អ្នកទៅសេរឿងអីទៅរុញឲ្យសែនុសញ្ញេទៅមិនដូចខ្ញុំឯណា
ប្រៃម៉ាគីសម្ដេចសនុសគាត់2012ខ្ញុំសរសេរ2013ម៉ាក់ត្រូវការសនុសញ្ញេអីអូខេនេះកិច្ចព្រមព្រៀងប៉ារីសដែលទៅមុខមិនកើតដោយសារអីដោយសាររដ្ឋភាគីហត្ថលេខីតំណាងឲ្យកម្ពុជានៅអង្គការសហប្រជាជាតិនោះគឺអត់បរិសុទ្ធសេនោះមុនគេអូសទាញតាមអ្នកម្នាក់ម្នាក់ឲ្យបង្កើតរាជរដ្ឋាភិបាលក្បាលពីស្រុកលាវបានយកបញ្ចប់រញ៉េរញ៉ៃដល់រងៃនេះព្រោះអ្នកម្នាក់ម្នាក់គេមានបំណងរបស់គាត់បំណងរបស់គាត់គឺធ្វើម៉េចឲ្យបានកូនគាត់ឡើងសោយរាជហើយទៅស្អីទៅគាត់មកទៅខ្វល់ឲ្យគាត់ឲ្យតែបានកូនគាត់សោយរាជវាបានហើយប៉ុណ្ណឹងឯងហើយស្អីនោះក៏មិនទៅខ្វល់អីពីដើមមកមើលដូចមែនទេដូចខ្វល់រឿងប្រទេសជាតិណាដល់ទៅដល់93លេងខ្វល់អីទាំងអស់ធ្វើម៉េចឲ្យតែអញបានសោយរាជឲ្យអញបានឈ្នះខ្មោចលន់នល់ព្រោះលន់នល់ទលាក់ពី70នោះអញ្ចឹងធ្វើម៉េចឲ្យតែអញបានសោយរាជមិននឹងវាំងវិញប៉ុណ្ណឹងចឹងបានតែយើងធ្វើបុណ្យច្រើនប្រដាប់បាបមិនចេះតិចបាបរាប់មិនឈ្នះដោយសារអីធ្វើបុណ្យទៅជួបតែអ្នកដឹកនាំចោលមកសៀតបានជារើមួយជាប់មួយរើមួយជាប់មួយរើមួយជាប់មួយនេះឲ្យក្មួយដឹងតែយើងត្រូវរើទៀតបើមិនរើទេគឺលលាយឥឡូវយើងយកមួយណាឆិតស្ថិតនៅចំពោះមុខនេះយើងយកអាលលាយពុយសាឬក៏យើងតស៊ូដើម្បីរស់ប៉ុណ្ណឹងតែប៉ុណ្ណឹងបើតស៊ូគឺយើងមានបដិវត្តប្រជាជាតិជាទីពឹងអត់មានប្រើនយោបាយឯករាជ្យម្ចាស់ការទេគឺយើងមកដល់ឋានៈបដិវត្តប្រជាជាតិគឺ$23នោះឯងពីប្រពន្ធនេះគេយករាជរដ្ឋាភិបាលយករដ្ឋធម្មនុញ្ញរាជាណាចក្រកម្ពុជាមកបោកយើងបាទនឹងប៉ុណ្ណឹងចុះយើងបានយល់ជាបណ្ដាអំពីរឿងឯករាជ្យនេះសូមឲ្យនិយាយពិសេសសីហមុនីកុំធ្វើបន់9វិជ្ជការថាឯករាជ្យជាតិខ្មែរឲ្យសោះថាឯករាជ្យពីបារាំងថាចុះថាតាមពិតកុំថាឯករាជ្យជាតិតស៊ូដើម្បីរស់កុំថាថ្ងៃបុណ្យឯករាជ្យជាតិខ្មែរអត់ទេខ្មែរអត់ទាន់បានឯករាជ្យទេចង់ធ្វើទៀតធ្វើទៅអត់ហាមទេហើយធ្វើតាមពិតកុំធ្វើតាមបោកប្រាស់ឲ្យធ្វើតាមពិតគឺធ្វើបុណ្យឯករាជ្យពីបារាំងមិនមែនឯករាជ្យជាតិព្រោះបារាំងឲ្យឯករាជ្យមកសម្ដេចសីហនុខ្លែងខ្លាយអញ្ចឹងថាឲ្យចំធ្វើបុណ្យឯករាជ្យពីបារាំងថាចុះព្រោះបារាំងឲ្យមែនបារាំងឈប់ត្រួតត្រាអាហ្នឹងគេហៅឯករាជ្យពីបារាំងមិនមែនឯករាជ្យជាតិទេមិនចេះគិតខ្លះទេបើឯករាជ្យជាតិដែលងើបមួយវាយមួយដល់រងហើយបើឯករាជ្យជាតិដែលធ្វើអាយ៉ងគេបើឯករាជ្យជាតិមែននោះធ្វើអាយ៉ងគេដែលឯករាជ្យកើតក៏មិនចេះខ្លះនេះអូខេធ្វើស្ដេចអូចេះខ្លះផងគេហៅដល់ព្រះហើយមិនក៏ល្ងើកចឹងព្រះអីព្រះល្ងើកចឹងគេហៅព្រះមហាក្សត្រណាគេហៅព្រះណាចាំស្អែកឲ្យដឹងខ្លឹមសារព្រះតទៀតអញ្ចឹងសំណួរចុងក្រោយនេះមួយមានក្មួយសួរថាអ៊ំសាក់ស្ដាប់រឿងទៅឃើញថាអ្វីវានៅក្នុងខ្មោចស្រុកអ្វីវានៅក្នុងខ្មោចស្រុក
ยังสมสู่อมสะขนมจนล้อปีชนะมาปวนบุมโรย75 ดอก79โนขมายน้าสำหรับขมายน้าสำหรับขมายខ្ញុំបានឬឆ្លៃវិញទៅចុះខ្ញុំបាននិយាយរឿងនេះសំណំតែស្ដាប់បានដែរដូចខ្ញុំនិយាយថារដ្ឋបហាកុយធូនធ្វើរដ្ឋបហាអត់បានសម្រេចហើយកុយធូនឆ្លើយថាអ្នកដែលមិនពាក់ព័ន្ធនឹងគាត់គឺមានភូមិភាគបូព៌ានិងភូមិភាគនិរដីផុតពីនោះភូមិភាគទាំងអស់នោះក្រៅពីនោះគឺជាខ្សែរបស់គាត់ទាំងអស់ក្រុមការដឹកនាំរបស់គាត់ទាំងអស់មានតែពួកភូមិភាគបូព៌ានិងភូមិភាគនិរដីទេដែលមិនមែនជាជាប់នឹងខ្សែ CER អញ្ចឹងហើយបានជាកម្ពុជាប្រជាធិបតេយ្យគេឲ្យភូមិភាគបូព៌ានិងភូមិភាគនិរដីតាមខ្សែកុយធូនទូទាំងប្រទេសអញ្ចឹងតាំងពីពេលនោះមកគេដាក់នៅណាគេដកពួកកុយធូនគេដាក់បូព៌ាឬក៏គេដាក់និរដីដកកុយធូនដាក់និរដីឬបូព៌ាព្រោះពួកអត់ដល់នោះវាខុសវាខូចអញ្ចឹងគេរាយគ្នាទៅគេឲ្យដាក់គេដាក់ពួកជួនកាលគេដាក់កន្លែងខ្លះដាក់ពួកសភឹមបូព៌ាទៅកន្លែងខ្លះគេដាក់ពួកតមុកនិរដីទៅសម្រាប់តាមដានពួកខ្សែកុយធូនអញ្ចឹងពួកនិរដីនេះពួកណែបូព៌ានេះគេស្អប់ណែណាគេថានឹងខ្សែកុយធូនទៅគេថានឹង CER ទៅស្លាប់បាត់ហើយអញ្ចឹងខ្ញុំនិយាយប៉ុណ្ណេះល្មមដឹងទៅហើយខ្មែរណាសម្រាប់ខ្មែរគឺខ្មែរបូព៌ានិងខ្មែរភូមិភាគនិរដីព្រោះក្រោយថ្ងៃ17 មេសា76កុយធួនធ្វើរដ្ឋប្រហារមិនបានសម្រេចនោះគេដាក់បូព៌ានិងនិរដីអញ្ចឹងពួកនេះដល់ត្រង់ណាគឺតែងមើលកំហុសអ្នកដែលខ្លួនមិនពេញចិត្តនោះថាជា CER ថាជាកុយធួនថាជាខ្សែរយៈអញ្ចឹងពួកដែលសម្រាប់ខ្មែរដែលសម្រាប់ខ្មែរពី75 70អីហ្នឹងគឺពួកភូមិភាគនិរដីនិងភូមិភាគបូព៌ាក្មួយមើលអ្នកនៅតាមភូមិដឹងខ្លួនឯងខ្ញុំនៅកំពង់សោមពួកនិរដីកាន់ខ្ញុំវាតែងាប់ដោយសារពួកនិរដីកន្លែងណាដែលនៅក្រោមការគ្រប់គ្រងរបស់បូព៌ាក៏ពួកបូព៌ានឹងឲ្យអ្នករៀបចំសម្លាប់កន្លែងណាដែលដឹកនាំដោយពួកនិរដីពួកតមុកពិសេសនៅបាត់ដំបងនេះក្រោយពីដករស់ខ្ញុំនេះត្រូវបានដាក់តមុកជំនួសដូច្នេះតមុកកាន់ពីភូមិភាគម្នាក់ឯងភូមិភាគនិរដីនិងភូមិភាគពាយប់ប៉ុន្តែពេលនោះតមុកអត់ហៅតមុកទេហៅតាត15តាត15គេកណាគេទៅនៅកាន់តាណាគេឲ្យថាគេឲ្យអ្នកល្អនោះថាគេអ្នកល្អនោះអានេះនិយាយរឿងផ្ទាល់ដៃវាមានយួនណាមកស្លាប់ខ្មែរទៅស្លាប់ខ្មែរកោនោះប៉ុន្តែស្លាប់រួចវារាយការណ៍ឲ្យយួនវាក៏ប៉ុណ្ណឹងថាបានជាយួនមកថាខ្មែរអស់3លាននោះអង្កលមុនមានណាដឹងថាណាអស់ប្រមាណណាទឹមដឹង7មករាតើអញ្ចឹងដូច្នេះសួរថាខ្មែរណាសម្រាប់ខ្មែរកាលនោះគឺខ្មែរបូព៌ានិងខ្មែរនិរដីក្នុងពីរនេះមានតែភូមិភាគបូព៌ាដែលចិត្តដិតជាងគេក្នុងការសម្លាប់ខ្មែរពួកតមុកនឹងសម្លាប់មែនប៉ុន្តែក្រោមអង្គបញ្ជារបស់បូព៌ាទេព្រោះបូព៌ាគេធំជាងតមុកមាននាមជាប្រធានភូមិភាគតែប៉ុណ្ណឹងចុះសភឹមមាននាមជាប្រធានភូមិភាគផងជាអនុប្រធានគណៈប្រធានរដ្ឋផងអញ្ចឹងគេមានអំណាចច្រើនជាងហើយអញ្ចឹងហើយបានជាសភឹមអ្នកប្រមូលបញ្ជីរាយការណ៍ឲ្យយួនបានជាយួនសរុបថាអស់3លានអ្នកនោះតែសភឹមត្រូវបាញ់ខ្លួនឯងសភឹមបាញ់ខ្លួនឯងសម្រាប់ខ្លួនឯងទេកុំថាអ្នកណាសម្រាប់សភឹមបាញ់ខ្លួនឯងបាញ់នៅថ្ងៃ25ខែធ្នូឆ្នាំ1978នៅពេលដែលបែកការ
ហើយរត់ទៅស្រុកយួនអត់រួយដោយហ៊ុនសែន77 បៃការត់ទៅស្រុកយួនរួយបានជាថាខ្លួនទៅហៅយួននោះតាមពិតរត់ទៅរួយខ្លួនទេរត់ទៅទេចំណែកសោភឹមបៃការឲ្យរត់ទៅស្រុកយួនដែរប៉ុន្តែរត់ទៅមិនរួយដោយសារកងពិសេសស្ទាក់នៅតាមរូបដែនមុនបានសោភឹមបកមកវិញហ្នឹងគឺសោភឹមម្នាក់ឯងហើយនិរសា2នាក់ម្នាក់បើកឡានម្នាក់អង្គុយអែបដោយសារប្រពន្ធមកនៅភូមិព្រៃពោអញ្ចឹងត្រូវបកពីព្រំដែនមកភូមិព្រៃពោមកដល់ប្រពន្ធបាញ់និរសាទាំងពីរនឹងចោលហើយបាញ់ប្រពន្ធទៀតហើយបានបាញ់ខ្លួនឯងទៀតដូច្នេះសោភឹមបាញ់សម្លាប់ខ្លួនឯងទេអត់មានអ្នកណាសម្លាប់ទេគឺបាញ់ខ្លួនឯងបាញ់ថ្ងៃ25ខែធ្នូ78អញ្ចឹងអ្នកដែលសម្លាប់ខ្មែរក៏នោះចិត្តដិតជាងគេគឺភូមិភាគបូព៌ាគេសម្លាប់ផងគេប្រមូលបញ្ជីផងមកបោកមរេកាឲ្យទូតយួននៅភ្នំពេញផងតែថ្ងៃ24អីទៅបានដឹងហ្មងទៅឆែកមើលបាយួនខ្លួនខ្មែរហ្នឹងហើយអញ្ចឹងហើយបានជាពលពតប្រាប់ថារឿងនេះរឿងសោភឹមទេកុំឲ្យបន្ទោសហ៊ុនសែនក្មេងទេគឺរឿងសោភឹមរឿងនៃសារ៉ាន់និងច័ន្ទចក្រីជាហៅថាខ្មោចស្រុកនោះហ្នឹងហើយប៉ុណ្ណឹងទេអញ្ចឹងចម្លើយមួយនេះឲ្យដឹងថាខ្មែរសម្រាប់ខ្មែរកាលនោះគឺភូមិភាគបូព៌ាមើលទៅបងប្អូននៅសហគមន៍ដឹងហើយខ្ញុំនៅកំពង់សោមនៅពេលដែលដកពួកខ្ញុំពួកភូមិភាគកុយធូនហ្នឹងគេតិចដកទៅសូម្បីទឹកចវាយខ្ញុំនៅកន្លែងខ្ញុំនោះក៏គេដកដែរដកទៅនៅប្រពន្ធដកយកប្តីទៅបាត់ទៅនឹងទៅណាខ្ញុំក៏មិនដឹងទៅថាល្មិចមិនដឹងថាស្អីបើគេមកហៅយកទៅបាត់សិតជិះឡានខ្លះសិតជិះម៉ូតូមកដឹកហៅឡើងប្រជុំយកទៅបាត់ហើយខ្ញុំក៏ការគេដឹងការខ្ញុំធ្វើតែខ្ញុំទៅចឹងប្រពន្ធនោះក៏នៅទៅហើយខ្ញុំនេះក៏នៅជាមួយអ្នកដីហ្នឹងទៅតែកាលណាគេដកពួកកុយធូនហើយគេបញ្ជូនពួកអ្នកដីមកហើយជូនពួកអ្នកដីមកគ្រប់គ្រងទោះបីខុសឯនោះមិនក៏ដោយខុសឯនោះគេយកមកដឹកនាំឯនេះតែដែលទេដោយតែរាល់ថ្ងៃចឹងដែលទេដោយហ៊ុនសែនធ្វើរាល់ថ្ងៃចឹងដាក់តែកូនចៅគ្នាកើតបាក់ពួកកើតតែប៉ុណ្ណឹងតែដែលទេអត់ផ្លែកទេអត់ផ្លែកទេហើយខ្ញុំនេះកាលនោះបើសិនណាគេស្លាប់គឺខ្ញុំត្រូវស្លាប់នឹងពួកអ្នកដីហើយពួកអ្នកដីវាទៅគ្រប់គ្រងខ្ញុំបើគេស្លាប់ដោយសារអីដោយសារខ្ញុំមិនរណបគេខ្ញុំមិនរណបរណាទេប៉ុន្តែខ្ញុំធ្វើតាមការខ្ញុំធ្វើធម្មតាការខ្ញុំធ្វើអីធ្វើបានទាំងអស់ថាឲ្យខ្ញុំរណបរនេបរនឹបអីខ្ញុំមិនអត់ទេនៅលោកវ៉ែលនេះមានលោកគ្រូម្នាក់ដែរថាសាក់តែធ្វើអីគឺកើតហើយតែធ្វើអីកើតហើយឲ្យតែថាធ្វើខ្លួនឯងគិតថាធ្វើតែធ្វើកើតហើយប៉ុន្តែបើតែហៅណាឲ្យជួយធ្វើគ្មានណាគេមកទេមិនមកព្រោះសាក់មិនចេះរណបគេខ្ញុំមិនរណបមែនខ្ញុំមិនដែលរណបណាខ្ញុំទេតាំងពីណាពីណីមករណបណាទេប៉ុន្តែការងារធ្វើមិនឲ្យខកខានទេចេះបើគេសម្លាប់ខ្ញុំគេសម្លាប់ដោយសារតែខ្ញុំមិនរណបគេប៉ុណ្ណោះឯងប៉ុន្តែបែរទៅជាគេសម្លាប់ខ្ញុំអត់កើតដោយសារខ្ញុំធ្វើគ្រូបរៀនអ្នកដែលមកនឹងអត់ចេះអក្សរអ្នកដែលមកគ្រប់គ្រងនឹងអត់ចេះអក្សរទៅខ្ញុំបរៀនកម្មាភិបាលនោះឯងក៏ខអីចឹងទៅណាបញ្យល់នេះអាយទៅសូម្បីតែខ្ញុំទៅនៅកំពង់ត្រាយក៏កម្មាភិបាលដែលមេក្រុមមេអីហ្នឹងនៅកំពង់ត្រាយនឹងដែរមកគ្រប់គ្រងខ្ញុំនឹងអត់ចេះអក្សរដែរហើយពូនេះណាខ្ញុំសង្កេតមើលពូនេះមិនមានពាក្យក្តីភាពជាតិអីតាន់តិចទេអត់ទេ
អត់សោះបានតែអួតទេបើអង្គុយជុំគ្នាណាអង្គុយជុំគ្នាពីរ3នាក់ណាហើយខ្ញុំនៅនឹងដែលអីណាខ្ញុំនៅនឹងដែលណាអត់និយាយរឿងអីទេនិយាយតែរឿងលួចហើយខ្ញុំចេះសើចហែតាមគេដល់ខ្ញុំសើចហែទៅគេក៏ចេះតទៀតទៅហេវិញហើយនឹងចេះអសហ្នឹងឯងអញ្ចឹងបានក្រោយមកកន្លែងខ្លះគេថាអ្នកណាបញ្ញវន្តចេះអសអីមិនបានទេខ្ញុំថាជិះបើកាលនោះខ្ញុំធ្វើគ្រូបរៀនផងមិនគាត់ណាបញ្ចោលខ្ញុំមិនលាកឯណាខ្ញុំនៅចេះតែរហូតនោះអសរណាបរៀនក្មេងក៏បរៀនចាស់ក៏បរៀនអាកម្មាភិបាលក៏បរៀនអញ្ចឹងគេថានៅជនបទគេថាណាចេះអសរបញ្ញវន្តគេវាយចោលបើខ្ញុំភ្ញាក់ខ្លួនហ្នឹងចុះបើខ្ញុំធ្វើដល់គ្រូគេមិនវាយចោលហើយចុះអញ្ចឹងណាបើគេវាយខ្ញុំមកពីខ្ញុំរឿងកំហុសគឺអត់មានពួកខ្ញុំដឹងខុសត្រូវខ្ញុំដឹងតែគឺអត់មានបើគេវាយតែខឹងតែខ្ញុំមិនរណបគេប៉ុណ្ណោះឯងប៉ុន្តែបែរទៅជាអត់វាយដោយសារខ្ញុំធ្វើគ្រូកម្មាភិបាលហ្នឹងអញ្ចឹងទៅគេអត់ហើយតាមពិតគេអត់ពេញចិត្តដែរពួកខ្ញុំនៅម្នាក់ឯងភូមិភាគមួយហ្នឹងនៅតែឯងអ្នកនៅខ្លះក៏នៅដែរបើដាច់ហើយវាមិនច្រើនណាដោយកន្លែងខ្ញុំតែ50នាក់នោះមានតែគ្នាអី2 3នាក់8គ្នាអស់ហើយបើអង្គុយនិយាយគ្នាអីណាអត់មាននិយាយអីទេនិយាយពីរឿងគៀងទាលោកឲ្យយួននៅភូមិហាទៀងអីនៅវងត្រាយនិយាយពីរឿងលួចសរងចិនមកលក់និយាយពីរឿងលួចបើថាឲ្យនិយាយពីរឿងថាតស៊ូមិនអត់ទេអត់សោះអត់ដឹងទេអត់ដែលនិយាយពីរឿងតស៊ូល្មិចទេអត់ទេអានេះខ្ញុំដឹងចឹងឯងខូចណាស់ហើយមកពួកនៅសហគមន៍ខ្ញុំមកទន់នៅភូមិទឹកច្បាក់ទៅពីងជងខេត្តកំពង់ឆ្នាំងនោះបូពីហើយនោះខ្ញុំវិញងាប់ដោយសារពួកនឹងវិញងាប់ដោយសារខ្ញុំប្រចាំងនឹងផែនការគេថាឲ្យលើកឲ្យដកស្នាបានប៉ុណ្ណេះទៅផ្ទះបើមិនបានទេខ្មាំងកាប់ដីឲ្យបានប៉ុណ្ណេះមិនបានទេខ្មាំងគឺខ្ញុំអត់បានគេថាអង្គការមិនបានដាក់ទៅឲ្យនរណាស្លាប់ទេគេឲ្យដាក់មកផែនការជាបុគ្គលប៉ុន្តែឲ្យធ្វើការជាសមូហភាពទៅឧទាហរណ៍ចង់បានឲ្យម្នាក់កាប់ភ្លឺស្រែឲ្យបាន10ម៉ែត្រមានគ្នា10នាក់កាប់ឲ្យបាន100ម៉ែត្រទៅផ្ទះទាំងអស់គ្នាទៅវាអត់មាននរណាងាប់នឹងផែនការទេខ្ញុំដាក់មួយវត្តនៅខឹងខ្ញុំបងអីនៅកម្មករធ្វើការមិនថាផែនការទទួលដូចគ្នាធ្វើការមិនអីទទួលដូចគ្នាថាមួយខែដាំដលងឲ្យបានប្រមាណគុំដាំចេកឲ្យបានប្រមាណគុំដាំដូចតែគ្នាថាប៉ុន្តែគេដាំទាំងអស់គ្នាគេមិនបានឲ្យដាំម្នាក់អញ្ចឹងទេគាត់ឈ្មោះគាត់ទៅយប់ឡើងអត់ដេកមួយយប់ចាំមើលគេមកហៅអត់ដែរហ្នឹងអត់មានទេយើងនិយាយតាមតែត្រង់តែហ្នឹងហើយប៉ុណ្ណឹងចុះ